សូមរួបរួមសាមគ្គីទាំងអង្គម្ដាយជាទីប្រយោជាតិតើប៉ាម៉ាក់ជឿដែរឬអត់ថារបាំបុរាណមិនត្រឹមតែបង្រៀនកូនលោកអ្នកឲ្យចេះរាំតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយកែប្រែអត្តចរិតនិងចិត្តគំនិតកូនរបស់លោកអ្នកឲ្យកាន់តែប្រសើរឡើងផងដែរក្មេងដែលមិនសូវមានការអត់ធ្មត់ពេលហាត់របាំបុរាណជារៀងរាល់ថ្ងៃគេនឹងចេះទប់អារម្មណ៍ចេះរងចាំចេះព្យាយាមនិងមិនងាយនៅក្នុងការបោះបង់ក្មេងដែលធ្លាប់តែរឹងរូសក៏ចាប់ផ្ដើមស្ដាប់គ្រូស្ដាប់ចាស់ទុំនិងចេះគោរពវិន័យនៅក្នុងថ្ងៃការបត់ដៃបត់ជើងការដើរការអង្គុយឬការគ្រប់គ្រងកាយវិការសុទ្ធតែជួយឲ្យកុមារមានកាយសម្បទាល្អនិងឥរិយាបថសមរម្យនិងទន់ភ្លន់ថ្លៃថ្នូរគួរឲ្យស្រឡាញ់លើពីនេះថ្នាក់របាំបុរាណក៏ជួយបង្រៀនឲ្យកូនស្គាល់អំពីតម្លៃវប្បធម៌ជាតិស្គាល់ការគោរពការរួបរួមនិងការមានទំនួលខុសត្រូវក្មេងដែលធ្លាប់មានអារម្មណ៍រវើរវាយមិនសូវមានទំនុកចិត្តលើខ្លួនឯងក៏អាចក្លាយទៅជាក្មេងដែលក្លាហាននិងមានភាពជឿជាក់និងហ៊ានបង្ហាញសមត្ថភាពរបស់ខ្លួននៅមុខមនុស្សជាច្រើនសិល្បៈរបាំបុរាណមិនត្រឹមតែថែរក្សានៅវប្បធម៌ជាតិទេប៉ុន្តែវាជួយកសាងមនុស្សល្អសម្រាប់គ្រួសារនិងសង្គមជាតិផងដែរសិល្បៈមួយនេះមិនត្រឹមតែជាការរាំទេប៉ុន្តែជាការអប់រំផ្លូវចិត្តនិងបណ្ដុះនូវគុណធម៌ឲ្យកូនក្លាយទៅជាមនុស្សល្អនៅក្នុងសង្គមពេលខ្លះការអប់រំដោយសិល្បៈមានឥទ្ធិពលជាងការស្ដីបន្ទោសទៅទៀតមនុស្សជាច្រើនគិតថារបាំបុរាណគ្រាន់តែជាការរាំកម្សាន្តតែសម្រាប់អ្នកដែលស្គាល់និងឲ្យតម្លៃពិតប្រាកដគេយល់ថាវាជាសាលាជីវិតមួយដែលបង្រៀនឲ្យក្មេងចេះធ្វើជាមនុស្សល្អមានសុជីវធម៌មានសីលធម៌មានវិន័យនិងមានអនាគតដ៏ល្អប្រសើរសិល្បៈមួយនេះគឺជាមរតកដ៏មានតម្លៃរបស់ជាតិដែលអាចចូលរួមកសាងទាំងសមត្ថភាពនិងចរិតលក្ខណៈរបស់កូនឲ្យលូតលាស់បានយ៉ាងល្អប្រសើរកូនដែលធំឡើងជាមួយនឹងសិល្បៈគឺមិនត្រឹមតែមានទេពកោសល្យទេប៉ុន្តែថែមទាំងមានបេះដូងល្អនិងចេះរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរផងដែរ